សួស្តីអ្នកគ្នាថ្ងៃនេះទើបតែមកដល់កំពង់ធំគឺព្រៃប្រោះមកដល់កន្លែងញ៉ាំអីយើងរកញ៉ាំអីនៅកញ្ចុះកន្លែងបឹងព្រៃប្រោះហើយនេះខ្ញុំចុះមកដើរមកកញ្ចុះដើម្បីរកអីញ៉ាំបាយហើយញ៉ាំបាយរួចបានយើងបន្តដំណើរទៅភ្នំពេញហើយនេះនៅបឹងព្រៃប្រោះបឹងនេះហៅបឹងធំនេះដៃជាប់ជាមួយកាស្ទឹងណាជាប់ស្ទឹងសៀមរាបចេញពីសៀមរាបមកទៅចុះគេស្អាតទៅចឹងស្អាតទៅទឹកបរិយាកាសទៅវិញស្អាតទឹកស្អាតមានជាប់ផ្លូវគឺកញ្ចុះគេធ្វើនៅក្នុងស្ទឹងហ្មងបឹងស្ទឹងទេនឹងបឹងនឹងស្ទឹងប៉ុន្តែវាធំជួគឺលបងលវើយហ្នឹងអានេះប្រហែលជាគេប្រហែលជាប់ស្ទឹងជាប់នឹងជាមួយនឹងស្ទឹងសៀមរាបទៅណាទន្លេគេហៅទន្លេសាបយើងណាតែជាប់នៅទន្លេសាបស្ទឹងនេះណាពួកខ្ញុំក៏អត់ច្បាស់ដែរហើយថ្ងៃនេះក៏លើកទី1របស់ខ្ញុំតែចុះមកហូបបាយហូបអីនៅស្ទឹងនៅព្រៃប្រោះដើរដំណើរច្រើនដងដែរតែខ្ញុំអត់និយាយបានចូលហូបទេតែនេះដោយសារតែយើងឡានខ្លួនឯងយើងអាចឈប់ហូបបានដល់ជីឡានឈ្នួលនេះឡានខ្លួនឯងក៏អាចចុះទៅហូបនៅបឹងព្រៃប្រោះនៅផលិតអំចង់ណាផលិតអំចង់ខាងព្រៃវែងគេហៅខាងព្រៃវែងសៀមស្វាយរៀងនិងព្រៃវែងគេហៅផលិតនេះគេហៅថារំចង់ហើយបើខាងសៀមរាបខាងរឿងទីមីជ័យខាងអីទូទៅគេហៅផលិតវាមានច្រើនពណ៌វាមានដូចជា3ពណ៌ហើយពណ៌សពណ៌ស្វាយទៅនឹងពណ៌នេះហើយនោះអានោះបានគេហៅថារំចង់នេះអានេះគេហៅថារំចង់ហើយពេលរំចង់គេហៅផលិតហៅរំចង់ឯវល់ហើយដល់ពេលអានេះគេហៅថាផលិតឆ្លោះគ្នាងល់ណាកុំឲ្យឆ្លោះគ្នាហៅអីហៅទៅតាមតំបន់មែនណាហើយលើកណឲ្យបង្ហាញបរិយាកាសជុំវិញបឹងបឹងនេះធំដែរជាប់ទន្លេសាបហ្នឹងឯងនេះវត្តទៅហ្នឹងហើយនេះឈ្មោះច្រើនណាថ្ងៃនេះតែគេចេញត្រឡប់ពីសៀមរាបវិញច្រើនចេញពីសៀមរាបវិញណាខ្ញុំក៏ចេញពីសៀមរាបដែរហ្នឹងព្រោះម្សិលមិញយើងដើរលេងនៅអង្គរវត្តភ្លៀងផងអីផងហើយថ្ងៃនេះក៏យើងបានចេញដំណើរយើងសម្រាប់នៅសៀមរាបមួយយប់ព្រឹកឡើងយើងត្រឡប់ទៅភ្នំពេញវិញហើយអញ្ចឹងយើងក៏ចូលហូបបាយហូបទឹកនៅក្នុងព្រៃប្រោះបរិយាកាសនៅជុំវិញហ្នឹងគឺថាស្អាតតែម្ដងគឺមានទឹកទន្លេជាប់គ្នាហ្នឹងគឺពូនីឋានហើយគេកំពុងតែអភិវឌ្ឍបន្ថែមទៀតនោះនៅខាងនោះនេះគេកំពុងតែអភិវឌ្ឍនេះសូមឲ្យមើលហ្នឹងបាទហើយអញ្ចឹងក៏វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត